សូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មាននិងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពជាទីរាប់អានបាទក្រុមការងារអ្នកនាំពាក្យរបស់យើងធ្វើបច្ចុប្បន្នភាពជូនបងប្អូនយើងសាជាថ្មីពាក់ព័ន្ធទៅនឹងស្ថានភាពវិវត្តនៅក្នុងអំឡុងពេលដែលយើងអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃហើយជាបឋមខ្ញុំសូមជូនវេទិកាជូនលោកជំទាវឧត្តមសេនីយ៍ឯកអ្នកនាំពាក្យក្រសួងការពារជាតិសូមជើញលោកជំទាវចាសសូមគោរពអរគុណអាដាមនិងសូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននៅព្រឹកនេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃក្រោយការចូលជាធរមាននៅបទជបាញ់រវាងកងកម្លាំងកម្ពុជានិងយោធាថៃគិតមកដល់ថ្ងៃទី3ខែមករាឆ្នាំ2026នេះជាបឋមសូមជម្រាបជូននៅស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5បន្ទាប់ពីកម្ពុជានិងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមនិងចូលជាធរមាននៅវេលាម៉ោង 12:00 នាទីម៉ោងក្នុងស្រុកកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025គិតមកដល់វេលាម៉ោង 8:00 នាទីព្រឹកនេះកងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជានៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនាងខ្ញុំក៏សូមគូបញ្ជាក់ផងដែរថាចាប់តាំងពីការចូលជាធរមានរួចមកកម្ពុជានៅតែប្រកាសខ្ជាប់នៅការគោរពនិងការអនុវត្តបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ព្រមទាំងកិច្ចព្រមព្រៀងផ្សេងទៀតដែលពាក់ព័ន្ធផងដែរក្រសួងការពារជាតិក៏បាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នៅការគោរពនិងការអនុវត្តបទឈប់បាញ់និងរាល់កិច្ចព្រមព្រៀងផ្សេងទៀតខាងលើរបស់ភាគីថៃផងដែរយ៉ាងជាប់ជួននិងយកចិត្តទុកដាក់បំផុតនាងខ្ញុំសូមគូបញ្ជាក់សារជាថ្មីថាវាជាការទទួលខុសត្រូវរួមគ្នារវាងភាគីទាំងពីរក្នុងការគោរពនិងអនុវត្តបទឈប់បាញ់និងរាល់កិច្ចព្រមព្រៀងខាងលើឲ្យបានម៉ឺងម៉ាត់ប្រកបដោយសុឆន្ទៈនិងភាពស្មោះត្រង់ព្រោះភាពស្មោះត្រង់ត្រូវស្ដែងចេញតាមរយៈសកម្មភាពជាក់ស្ដែងមិនមែនតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេដូច្នេះសកម្មភាពទាំងឡាយណាដែលប្រព្រឹត្តផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងខាងលើសកម្មភាពនោះត្រូវតែបញ្ឈប់ជាបន្ទាន់ដើម្បីធានាដល់ការពង្រឹងនិងការធានាដល់និរន្តរភាពនៃបទឈប់បាញ់ក្នុងនាមជាភាគីដែលមានការទទួលខុសត្រូវខ្ពស់កម្ពុជានឹងបន្តធ្វើការជាមួយភាគីថៃក៏ដូចជាដៃគូពាក់ព័ន្ធដទៃទៀតដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិសម្រេចឲ្យបាននៅដំណោះស្រាយមួយដែលយុត្តិធម៌មិនលំអៀងនិងយូរអង្វែងកម្ពុជាប្រឆាំងដាច់ខាតនៅការប្រើប្រាស់កម្លាំងការគំរាមកំហែងគ្រប់រូបភាពនិងក្រោមមូលហេតុណាក៏ដោយជាជំហានទៅមុខកម្ពុជាសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញវិធានការលើកកម្ពស់ជំនឿទុកចិត្តដើម្បីបង្កើនបរិយាកាសអំណោយផលដល់ការពង្រឹងសន្តិភាពស្ថិរភាពនិងសុវត្ថិភាពក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញនាពេលអនាគតក្នុងន័យនេះកម្ពុជានឹងពង្រឹងតួនាទីអ្នកសង្កេតការណ៍អាស៊ាន AOT ឲ្យបានកាន់តែរឹងមាំក្នុងការសង្កេតការណ៍ទៀងទាត់និងធានាដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៅបទឈប់បាញ់ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នានិងស្វាគមន៍ដល់បណ្ដាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយក្នុងការងារនេះបន្ថែមទៀតចា៎ជាមួយគ្នានេះផងដែរក្រសួងការពារជាតិក៏សូមអំពាវនាវដល់សាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមទទួលយកព័ត៌មានដែលមានប្រភពច្បាស់លាស់ត្រឹមត្រូវនិងជឿទុកចិត្តនិងអាចផ្ទៀងផ្ទាត់បាន
ជាពិសេសការផ្ដល់ជូនព័ត៌មានតាមរយៈគេហទំព័រផ្លូវការរបស់រាជរដ្ឋាភិបាលរបស់ថ្នាក់ដឹកនាំក្រសួងនិងអង្គភាពដែលពាក់ព័ន្ធចាសសូមអរគុណការធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធជាមួយនឹងស្ថានភាពនៅព្រំដែនរបស់ក្រសួងការពារជាតិសូមបញ្ចប់ត្រឹមនេះសូមអរគុណបាទសូមអរគុណលោកជំទាវឧត្តមសេនីយ៍ឯកអ្នកនាំពាក្យក្រសួងការពារជាតិដែលបានធ្វើបច្ចុប្បន្នភាពជូនបងប្អូនយើងជ្រាបបាទអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាក៏សូមជម្រាបជូនជនរួមជាតិឲ្យបានជ្រាបដែរថានៅក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់យើងឃើញថាភាគីថៃបានធ្វើសកម្មភាពដាក់ទូកុងតឺន័ររាយបន្លាលួសដោតទង់ជាតិហើយក៏មានការបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋស៊ីវិលយើងមួយចំនួននៅក្នុងទីតាំងមួយចំនួនដែលនេះគឺជាសកម្មភាពបំពានលើបូរណភាពទឹកដីកម្ពុជាបំពានកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយនឹងបំពានធម្មនុញ្ញអង្គការសហប្រជាជាតិជាដើមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនសារជាថ្មីម្ដងទៀតថាកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយរាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណត់ទូតតវ៉ាយ៉ាងខ្លាំងចំពោះបញ្ហានេះទៅកាន់ភាគីថៃហើយកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់នៅក្នុងការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកដូច្នេះសូមបញ្ជាក់ជូនការដាក់ទូកុងតឺន័រការរាយបន្លាលួសឬដោតទង់ជាតិរបស់ភាគីថៃមិនមែនបញ្ជាក់ថាទីនោះជាបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរឡើយហើយកម្ពុជាគោរពស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ដែលចែងថាភាគីទាំងពីរឯកភាពគ្នាប្រគល់ទូនាទីឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនភាគីថៃក៏បានអះអាងថាខ្លួនគោរពស្មារតីនៃកិច្ចសេចក្តីប្រកាសរួមនេះដូចគ្នាដែរខណៈដែលសហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ហើយជំរុញឲ្យភាគីទាំងពីរអនុវត្តស្មារតីនៃកិច្ចព្រមព្រៀងនេះដោយស្មោះត្រង់និងឲ្យមានប្រសិទ្ធភាពដូច្នេះដំណោះស្រាយស្របតាមច្បាប់អន្តរជាតិស្ដីពីបញ្ហាព្រំដែនកម្ពុជាថៃនឹងកើតមាននៅពេលខាងមុខនេះសូមជនរួមជាតិយើងទុកចិត្តលើរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំរបស់យើងនៅក្នុងការដោះស្រាយបញ្ហានេះបាទសូមអរគុណហើយយើងតែពីរនាក់ដល់ម៉ោងកំណត់តែប៉ុណ្ណេះហើយក៏សូមគោរពលាបាទ